អត់មកគូនេះមើលរំលងអត់បានទេបងប្អូនអាចនិយាយបានថាល្អប៉ះស្អាតហើយតាក់ទងទៅនឹងជំនួបរវាងអ្នកលេងចិត្តសាស្ត្របឺតសង្ឃឹមដែលត្រូវទល់ជាមួយនឹងកីឡាករវ័យក្មេងកំពុងតែឡើងជើងធុនស៊ីហុងនៅក្នុងការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ The Battle Australia Kingdom បងប្អូនហើយនេះក៏ជាការប្រកួតនៅក្នុងគូទី3ផងដែរក្នុងកម្មវិធីដោយ2គូកន្លងមកគឺយើងបានរកឃើញម្ចាស់ខ្សែក្រវ៉ាត់ហើយដោយលើកទី1គឺបានទៅលើក្លឹបរបស់លោកគ្រូសេនប៊ុនថេនដោយកីឡាករប៉ែនករិជសីបានឈ្នះពិន្ទុទៅលើកីឡាករពេជ្រសុខឹមនិងការពីចុងសប្តាហ៍មុននេះពេជ្របុនសិទ្ធគឺគាត់បានយកឈ្នះទៅលើសិស្សរបស់លោកគ្រូធុនសុភាគឺកីឡាករធុននឹងលេងในការប្រកួតតានតឹង5ទឹកពេញបងប្អូនបាទអញ្ចឹងសម្រាប់មកប្រកួតនេះបើសិនឧទាហរណ៍បើសិនជាក្លឹបរបស់លោកគ្រូធុនសុភាចាញ់ភាគរយនៅក្នុងការដណ្ដើមយកឡានដូចតិចបងប្អូនប៉ុន្តែសម្រាប់លោកគ្រូសេមថេនវិញបើសិនមកប្រកួតនេះឈ្នះទៀតភាគរយដណ្ដើមឡានគឺខ្ពស់បងប្អូនគឺខ្ពស់ហើយសម្រាប់លោកគ្រូពេជ្រសុផាន់យើងឃើញហើយ2ប្រកួតគឺគាត់ឈ្នះ1ចាញ់2អញ្ចឹងសម្រាប់ក្លឹបរបស់លោកគ្រូធុនសុភាមកប្រកួតគឺចាញ់ហើយសម្រាប់ក្លឹបរបស់លោកគ្រូសេមថេនមកប្រកួតចាញ់អញ្ចឹងនេះគឺជាប្រកួតទី2អញ្ចឹងបើសិនជាគាត់ឈ្នះទៀតអត្ថិភាពគឺច្រើនប៉ុន្តែសម្រាប់គូនេះគិតថាមិនងាយទេបងប្អូនបើយើងកលេចទៅកីឡាករទាំងពីរងាកទៅបើសង្ឃឹមបើសិននិយាយអំពីក្បាច់ក៏ដូចជាតិចនិចយើងទទួលស្គាល់ថាកីឡាករបឺតសង្ឃឹមគាត់លើសកីឡាករធុនស៊ីហុងប៉ុន្តែតាក់ទងជាមួយនឹងភាពធន់កាយសម្បទាល្អកម្លាំងស៊ូធំជាងគឺធុនស៊ីហុងគឺគាត់មានប្រៀបអញ្ចឹងអ្នកទាំងពីរនេះគឺមិនអាចមើលរំលងបានទេហើយធុនស៊ីហុងមករយៈចុងក្រោយនេះដូចជាប៉ះកីឡាករជួបមុខច្រើនដែរហើយមកប្រកួតគីឡូ60ក៏ធ្លាប់ឈ្នះសិស្សច្បងហងសុវណ្ណច័ន្ទសុធីទៅដើមខ្សែក្រវ៉ាត់ Boostrong ផងដែរអញ្ចឹងអត់អាចមើលរំលងបានទេសម្រាប់សមត្ថភាពរបស់កីឡាករធុនស៊ីហុងបាទអញ្ចឹងសម្រាប់មួយគូនេះគឺខ្ញុំឲ្យ50-50ទេបងប្អូនការប្រកួត5ទឹកបើសិនជាបើសង្ឃឹមចាក់សាំងអត់ពេញក៏អាចនឹងយ៉ាប់បោះកីឡាករធុនស៊ីហុងដែរអញ្ចឹងសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនយល់ឃើញបែបណានោះអាចចូលរួមធ្វើការ comment បញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះតគ្នាហើយកុំភ្លេចជួយ follow និង subscribe ក្នុង channel YouTube admin ម្នាក់មួយផង